ចាជំរាបសួរលោកគ្រូបាទជំរាបសួរចាខ្ញុំឈ្មោះមកពុទ្ធរីគឺជាក្រុមការងាររបស់មជ្ឈមណ្ឌល UICC ដែលជាមជ្ឈមណ្ឌលមួយស្ថិតនៅក្រោមសាកលវិទ្យាល័យភូមិន្ទភ្នំពេញតើលោកគ្រូអាចជួយណែនាំខ្លួនបានដែរទេលោកគ្រូបាទខ្ញុំបាទឈ្មោះគង់សំណាងគឺជាប្រធានដេប៉ាតឺម៉ង់វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិកថ្ងៃនេះផងដែរខ្ញុំមានសំណួរមួយចំនួនចង់សួរទៅកាន់លោកគ្រូដើម្បីឲ្យលោកគ្រូជួយចែករំលែកចំណេះដឹងទាំងនេះទៅកាន់បងប្អូនដែលទីមួយនោះចង់សួរលោកគ្រូថាតើ department របស់លោកគ្រូហ្នឹងគឺគេសិក្សាទៅលើអ្វីខ្លះហើយនឹងមានឱកាសការងារនៅក្នុងវិស័យអ្វីខ្លះដែរលោកគ្រូបាទដេប៉ាតឺម៉ង់ខាងខ្ញុំនេះគឺបើស្ដាប់តែចំណងជើងគឺដឹងហើយមានថាវិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិកអញ្ចឹងនៅក្នុងការសិក្សាគឺយើងសិក្សាតាក់ទងនឹងជំនាញវិស្វកម្មផ្ទាល់គឺតាក់ទងនឹងទូរគមនាគមន៍ហើយនិងអេឡិចត្រូនិកអញ្ចឹងទូរគមនាគមន៍ហ្នឹងយើងសិក្សាទៅលើប្រព័ន្ធទំនាក់ទំនងគ្នាទាំងឧបករណ៍មានខ្សែនិងឧបករណ៍អត់ខ្សែហើយអេឡិចត្រូនិកនោះគឺយើងតាក់ទងទៅនឹង robotic drone ហើយការសិក្សាទៅលើមូលដ្ឋានគ្រឹះសិនណាមូលដ្ឋានគ្រឹះហើយបានយើងឈានចូលទៅដល់បង្កើតរបស់របរដែលថ្មីចាលោកគ្រូ